Hello สวัสดีคุณผู้ชมទាំងអស់គ្នាសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី135របស់យើងចាប់ផ្ដើមនៅសេរីរឿងនៅក្នុងអាណាចក្រពិភពអាតកំបាំងដដែលពេលនោះ Lucy ហើយនិង Mucha ត្រូវបានឡងពត់ដោយក្រុមរបស់ Wang Ting នារីដ៏ស្រស់ស្អាតពីរនាក់នៃអាណាចក្រធានវូពិតជាអាចមានសមត្ថភាពប្រយុទ្ធបានរយៈពេលយ៉ាងយូរ Lucy បំផ្ទុះនៅចំហាយត្រជាក់របស់នាងដែលបានកកជាប់ទៅលើអ្នករាល់គ្នាទាំងនោះប៉ុន្តែរាងកាយរបស់នាងក៏បានរងរបួសផងដែរបញ្ចេញនូវគ្រាប់ថ្នាំវិញ្ញាណដែលឈិនធានបានឲ្យបំរុងនៅលេបទៅហើយជើងខ្លាំងគូស៊ូក៏បានបន្លាស់ទីយ៉ាងលឿនដណ្ដើមយកពីដៃរបស់នាងបន្ទាប់មកក៏បានទាញចេញនូវចំហាយធម្មពលមកវាប្រហារពេលនោះ Lucy នាងក៏បានទាញចេញនូវចំហាយធម្មពលទៅកករបស់នាងទៅទប់រងចំណែក Mucha ក៏បានទាញមួយដៃបន្ថែមទៀតវានៅតែមិនគ្រប់គ្រាន់ផ្ទុះទាំងខ្សែភេទនៃចំហាយធម្មពលធ្វើឲ្យពួកនាងទាំងពីរក៏បានខ្ទាតប៉មកខាងក្រោយបន្តិចស្របពេលដែលចំហាយធម្មពលរបស់គូស៊ូក៏បានលេចចេញពីដីប្រែក្លាយទៅជាច្រវាក់ចាប់ចងដៃរបស់ពួកនាងទាំងពីរជាប់តើថ្នាំគ្រាប់វិញ្ញាណមួយនេះមែនទេដែលជួយឲ្យពួកនាងអាចជាសះស្បើយក្នុងអំឡុងពេលពួកយើងឡោមព័ទ្ធវាពិតជាគ្រាប់ថ្នាំវិញ្ញាណដ៏អស្ចារ្យមែនជួយប្រាប់ខ្ញុំផងតើនាងទទួលបានវាមកពីណាហើយខ្ញុំនឹងឲ្យពួកនាងស្លាប់ដោយគ្មានការជឿជកចាប់ Lucy មិនព្រមប្រាប់នោះទេបើឯងចង់សម្លាប់ពួកយើងឯងសម្លាប់មកមិនចាំបាច់ខ្ជិះពេលវេលាច្រើននោះទេពេលនោះ Wu Fei ក៏បានដើរចេញធ្វើអបិយិនស៊ីដើរមិនបើកភ្នែកក៏បានស៊ូតើអ្នកលេងចូលរួមការឡោមព័ទ្ធអាណាចក្រធានវូទៀតហើយមែនទេ Wu Fei ក៏បានតបខ្ញុំមិនអាចរងចាំមនុស្សដែលខ្ញុំចង់ចាត់ការទៀតបាននោះទេវានាំតែធ្វើឲ្យខ្ជិះពេលវេលារបស់ខ្ញុំតែប៉ុណ្ណោះគូស៊ូក៏ដូចគ្នាខ្ញុំក៏មិនអាចរងចាំបាននោះដែរទាចេញនៅក្រញាំដៃដ៏ធំសម្បើមវាប្រហារចូលទៅហេបនឹងផ្ដាច់ជីវិតរបស់ Lucy ហើយនឹង Mucha ទៅហើយស្របពេលនោះឈិនធានក៏បានបន្លាស់ទីចូលមកដល់ជាមួយនឹងចំហាយធម្មពលរន្ទាកាប់ចេញមួយដាវវាប្រហារចូលទៅបំបីខ្ទេចហើយក៏បានជួយដល់លេងកញ្ញាទាំងពីរផងដែរធ្វើឲ្យ Wang Ting ក៏បានដឹងនៅទីបំផុតគាត់បានមកដល់ហើយពេលនោះ Wu Fei ក៏បានបន្លាស់ទីចូលទៅភ្លាមនេះហើយគឺជាមនុស្សដែលខ្ញុំកំពុងតែរងចាំហាមនរណាម្នាក់ក្នុងចំណោមពួកយើងចូលមកជ្រែកជ្រែកឲ្យសោះគូស៊ូក៏បានដកឃ្លាមកក្រោយខ្ញុំរីករាយខ្លាំងណាស់ក្នុងការទស្សនាការប្រយុទ្ធមួយនេះឈិនធានក៏បាននិយាយអាណាចក្រកម្ពុជាទាំង3ដែលមានទេពកោសល្យប្រមូលផ្ដុំគ្នានៅទីនេះវាពិតជាធ្វើឲ្យខ្ញុំមានការសប្បាយខ្លាំងណាស់ Wu Fei ក៏បានលើកឡើង Wu Shen ខ្ញុំនឹងយកក្បាលរបស់ឯងផ្ញើទៅឲ្យមេដឹកនាំនៃអាណាចក្រធានវូដើម្បីទុកធ្វើជាអំណោយឲ្យគាត់ឈិនធានក៏បានតបថាសាឡបងវាសិនទៅប្រសិនបើឯងធ្វើបានល្អខ្ញុំនឹងធ្វើឲ្យឯងយល់ពីគន្លៀតកម្រិតធម្មពលពេទ្យរវាងពួកយើងទាំងពីរមិនឆេះធម្មពលភ្លើងឡាវ៉ានៅក្នុងដៃទាសចេញទៅដុតបំផ្លាញទីកន្លែងនោះទាំងមូល Wang Ting ក៏បាននិយាយដូច្នេះនេះគឺជាដែនមានតែអិសរាជជនដែលមានអំណាចបំផុតនៃអាណាចក្រធំៗនីមួយៗតែប៉ុណ្ណោះដែលអាចចូលបានមកទីនេះយិនស៊ីមុខរបស់គាត់ត្រូវបានរោបផ្សែងភ្លើងឡើងខ្មៅប៉ែតែម្ដងទិដ្ឋភាពដែលបានផ្លាស់ប្ដូរពិភពលោកបែបនេះខ្ញុំខ្លាចថាខ្ញុំច្បាស់ជាត្រូវបើកភ្នែកព្រារបស់ខ្ញុំដើម្បីប្រយុទ្ធហើយដោយ Wu Fei ពេលនេះបន្តប្រើប្រាស់នៅចំហាយធម្មពលភ្លើងរបស់គាត់វាប្រហារទៅរកឈិនធានដែលធ្វើឲ្យគាត់ក៏បានបន្លាស់ទីថយមកខាងក្រោយយ៉ាងលឿនហក់ឡើងមកខាងលើកាប់ចេញនៅចំហាយធម្មពលដាវបំបីនៅចំហាយធម្មពលភ្លើងទាំងអស់នោះ Wu Fei ក៏បានហក់ឡើងមកខាងលើដូចគ្នាប្រើប្រាស់នៅបច្ចេកទេសអាណាភ្លើងក្រហមនាគឋានស៊ូចំណែកឈិនធានក៏បានប្រើប្រាស់នៅបច្ចេកទេសដាវកំហឹងរបស់ព្រះផ្គោលាន់គប់ចូលទៅដើម្បីទប់រងជាមួយនឹងនាគឋានស៊ូបំបុកគ្នាលាន់សូតែភឹង Wu Fei ក៏បានបន្ថែមធម្មពលឋានស៊ូហើយនឹងផែនដីដែលធ្វើឲ្យឈិនធានបានលន់មាត់ថាវាអាចបំផ្លាញនៅអំណាចធម្មពលព្រះផ្គោលាន់របស់ខ្ញុំបានប្រញាប់បន្លាស់ទីកិច្ចពីការវាយប្រហាររបស់នាគឋានស៊ូអត្រាជាងឡាក៏បាននិយាយប្រាប់ថាដែលនេះគឺជារបស់អ្នកដែលអាចយល់ពីអំណាចធម្មពលបានដូច្នេះហើយអំណាចធម្មពលរបស់ពួកគេគឺមិនធម្មតានោះឡើយចំណែកអ្នកក៏មិនទាន់បានតាក់ទងជាមួយនឹងអំណាចដែនមួយនេះដែរដែលធ្វើឲ្យឈិនធានក៏បានយល់ដូច្នេះវាមានន័យថាខ្ញុំអាចប្រើប្រាស់នៅអំណាចអន្តរីផ្កាយបានដែលវាក៏បានរៀបចេញស្របពេលដែរនាគឋានស៊ូក៏បានលេបត្របាក់ឈិនធានបាត់ទៅធ្វើឲ្យ Wu Fei ក៏បានត្រេកអរខណៈពេលនោះនាគឋានស៊ូក៏បានជួបគៀងនៅមួយកន្លែងចាប់ផ្ដើមប្រេះនៅរាងកាយផ្ទុះកំទេចនៅរាងកាយរបស់វាដោយសារតែអំណាចធម្មពលរបស់ឈិនធាន Wu Fei ក៏បានភ្ញាក់ផ្អើលតើវាអាចទៅរួចដោយរបៀបណារួចមិនដឹងនោះទេពេលនោះឈិនធានជាមួយអំណាចធម្មពលផ្កាយនៅក្នុងដៃហក់ចូលទៅទាសពេញមួយទំហឹង Wu Fei ក៏បានប្រើប្រាស់ធម្មពលរបស់គាត់បង្កើតបានទៅជាខែទប់រងដែលធ្វើឲ្យឈិនធានក៏បានអុកមួយទៀតបំបែកចេញខ្ទេចចំរាងកាយរបស់គាត់ដឹបខ្ទៀតប៉ាំងដូចជាកងគោលទៅខាងក្រោយឡើងហុយជោគ Wang Ting ក៏បានដឹងថាពេលនេះអាក្មេងម្នាក់នេះគេបានយល់ដឹងពីមូលដ្ឋានគ្រឹះនៅក្នុងដែនមួយនេះហើយដូច្នេះពួកយើងមិនអនុញ្ញាតឲ្យគេរស់បានបន្តទីនោះទេប្រញាប់ចាត់ការគេចោលភ្លាមទៅលេចចូលទៅក្នុងដីផុសចេញមកវិញនៅត្រង់ចំណុចរបស់ឈិនធានបានឈរលេចចេញជាមួយនឹងអំណាចធម្មពលស្រមោចខ្មោចបំលែងខ្លួន10000ច្រវាក់ជាច្រើនក៏បានចាប់ចលនៅដៃរបស់ឈិនធានជាប់ជាសាងខាងដែលជាឱកាសរបស់ Wang Ting ដកនៅធ្នូរបស់គាត់ឡើងមកបាញ់ចេញជាចំហាយធម្មពលវាប្រហារទៅលើឈិនធានបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានស្រែកកំទេចនៅច្រវាក់ទាំងអស់នោះទាចេញនៅចំហាយធម្មពលបានដែរដើម្បីទប់រងពីគ្រាប់ព្រួយរបស់ Wang Ting ដែលធ្វើឲ្យអំណាចទាំងពីរក៏បានផ្ទុះឈិនធានខ្ទាក់ប៉ាមកខាងក្រោយបន្តិចដល់វេនរបស់ព្រះសង្ឃយិនស៊ីដែលដើរមិនបើកភ្នែកគាត់ក៏បានអណ្ដែតខ្លួនឡើងទៅខាងលើលំហ Wu Shen អំពើបាបរបស់អ្នកមិនអាចឆេះដោយភ្លើងកាំបាននោះទេដោយសារតែអ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងឋាននរកដ៏គ្មានទីបញ្ចប់បើកភ្នែកព្រះរបស់គាត់ឡើងមកខ្សែភេទចំហាយធម្មពលពេញនឹងវាប្រហារចំឈិនធានធ្វើឲ្យព្រលឹងវិញ្ញាណរបស់គាត់ក៏បានខ្ទាត់ចេញពីរាងកាយដោយព្រះសង្ឃយិនស៊ីក៏បានបន្ថែមនូវចំហាយធម្មពលបាត់ដៃដ៏ធំសម្បើមរបស់គាត់ដើម្បីកំទេចនឹងព្រលឹងវិញ្ញាណរបស់ឈិនធានឲ្យជាប់គៀងជារៀងរហូតនៅក្នុងពិភពក្រោមដីឈិនធានទោះបីជាគ្មានរាងកាយនៅសល់តែព្រលឹងវិញ្ញាណក៏ដោយក៏គាត់ក៏បានព្យាយាមប្រើប្រាស់នូវអំណាចធម្មពលរបស់គាត់បាញ់ចេញទៅទប់រងជាមួយនឹងបាត់ដៃដ៏ធំសម្បើមមួយនោះដែលធ្វើឲ្យវាក៏បានប្រេះផ្ទុះទាំងព្រលឹងវិញ្ញាណរបស់ឈិនធានក៏បានចូលទៅក្នុងរាងកាយវិញខ្ទាតប៉ាមកខាងក្រោយបន្តិចចំណែកព្រះសង្ឃយិនស៊ីពេលនេះភ្នែករបស់គាត់ក៏ចាប់ផ្ដើមហូរឈាមតែនេះអាចធ្វើវាបានដោយរបៀបណាអាចបំបីនៅភ្នែកព្រះរបស់ខ្ញុំបានជាមួយនឹងស្មារតី
ខាងវិញ្ញាណដ៏មានឥទ្ធិពលបែបនេះដោយគ្នារបស់គាត់ពីរនាក់ក៏បានឡាទីចូលមកនិយាយថាយិនស៊ីអ្នកបានអ៊ូតអាងថាភ្នែកព្រះរបស់អ្នកមានអានុភាពអាចគ្រប់គ្រងបានអ្វីៗទាំងអស់ប៉ុន្តែអ្នកមិនអាចចាត់ការក្មេងម្នាក់បានទាល់តែសោះរំពេចនោះ Wu Fei ក៏បានផុសចេញមកជាមួយនឹងអំណាចធម៌ពលរបស់គាត់ដ៏ខ្លាំងក្លាហើយគាត់ក៏បានខឹងទៅគ្នារបស់គាត់ទាំង3នាក់ពួកអ្នកហ៊ានវាយប្រហារសត្វប្រមាញ់របស់ខ្ញុំផងតែចង់ស្លាប់ហើយមែនទេដែលធ្វើឲ្យគ្នារបស់ពួកគាត់ទាំង3នាក់ក៏បានផ្សាយចំអកឲ្យ Wu Fei ក្មេងម្នាក់នេះបានយល់អំពីមូលដ្ឋានគ្រឹះនៃដែនមួយនេះហើយប្រសិនបើគាត់ព្យាយាមរត់គេចខ្លួនគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចសម្លាប់គាត់បានឡើយ Wu Fei ក៏បាននិយាយសម្លុតថាបន្ទាប់ពីខ្ញុំសម្លាប់ Wu Chen ហើយវានឹងដល់វេនរបស់ពួកឯងទាំង3នាក់ជាមិនខានពេលនោះឈិនធានក៏បាននិយាយឌឺដងបន្តិចមនុស្សដ៏អស្ចារ្យមកពីអាណាចក្រកំពូលទាំង3មើលទៅកំពុងតែយកចិត្តទុកដាក់ចំពោះខ្ញុំតែម្នាក់ឯងវាពិតជារឿងគួរឲ្យរំភើបខ្លាំងណាស់វ៉ាងធានក៏បានស្ដីឲ្យវិញបើចង់បន្ទោសនរណាម្នាក់គូតែបន្ទោសគ្នារបស់ឯងមកពីអាណាចក្រធានវូដោយសារតែពួកគេគឺជាមនុស្សគ្មានប្រយោជន៍ដែលគ្មាននរណាម្នាក់រស់រានមានជីវិតដើម្បីមកជួយឯងចាប់កាន់នៅធ្នូបាញ់ចេញជាចំហាយធម្មពលជាច្រើនគ្រាប់ចំណែកគូស៊ូក៏បានប្រើប្រាស់ចំហាយធម្មពលរបស់គាត់ប្រែក្លាយទៅជាព្រលឹងវិញ្ញាណដ៏ធំសម្បើមមួយខណៈពេលនោះគ្នារបស់ឈិនធានក៏បានមកដល់លំមកាប់ចេញជាចំហាយធម្មពលខ្យល់ព្យុះចូលទៅវាប្រហារមួយចំណែកឈិនណាក៏បានបញ្ចេញនៅព្រលឹងវិញ្ញាណដ៏ធំសម្បើមរបស់គាត់វាប្រហារចូលទៅចំមួយដៃពេញធ្វើឲ្យព្រលឹងវិញ្ញាណមួយនោះក៏បានបែកខ្ចាយចំណែកគូស៊ូក៏បានខ្ទេចប៉ាវមកខាងក្រៅបន្តិចស្រែកសួរថាតើឯងគឺជាអ្នកណាបង្ហាញខ្លួនមកក៏បានប្រាប់ថាខ្ញុំគឺជាឈិនណានចំណែកវ៉ាងទៀងបាញ់ព្រួយមិនទាន់នោះទេដោយសារតែជៀនលីសឹងបានកាប់ចេញនឹងចំហាយធម្មពលជាច្រើនដែរយកទៅវាប្រហារដែលធ្វើឲ្យគាត់ក៏បានដឹងថាគឺជាអំណាចនៃធម្មពលដែររបស់គ្រូសាជៀនដោយពេលនេះគ្នារបស់ជៀនធានជាច្រើនក៏បានមកជួយធ្វើឲ្យក្រុមអាណាចក្រទាំង3ក៏បានភ្ញាក់ផ្អើលតើវាអាចទៅរួចដោយរបៀបណាមនុស្សនៃអាណាចក្រធានវូពិតជាមានកម្លាំងខ្លាំងក្លាម្ល៉េះមនុស្សជាច្រើនរបស់អាណាចក្រពួកយើងបែរជាគ្មានប្រយោជន៍ចាត់ការពួកគេមិនបានបែរជាឲ្យពួកគេជាច្រើនមានជីវិតរស់រានបន្តទៀតពេលនោះឈិនណានឌឺដងភ្លាមតែម្ដង4ទល់នឹង1នឹងតែមិនអាចយកឈ្នះបងប្រុសរបស់ខ្ញុំបានទៀតតែអ្នកហើយអ្នកណាថាជាមនុស្សអត់ប្រយោជន៍បន្ទាប់ពីស្ដាប់ឮបែបនោះ Wu Fei ទ្រាំលេងបានហើយបញ្ឆេះធម្មពលទាចេញទៅជាមួយនឹងអ្នកឋានសួគ៌របស់គាត់ដែលធ្វើឈិនធានក៏បានទាចេញនៅកំដាប់ដៃទៅទប់រងផ្ទុះទៀងឡើងហុយជោគឈិនធានក៏បានបន្តហក់ចូលទៅជាមួយនឹងកំដាប់ដៃពោពេញទៅដោយចំហាយធម្មពលដែលពេលនោះ Wu Fei ក៏បានបើកនៅខាការពេលទប់រងប៉ុន្តែមិនគ្រប់គ្រាន់ទេខ្ទាតប៉ាងទៅខាងក្រោយចំណែកឈិនណានក៏បានពាត់កដៃបន្តិចពេលដល់ពេលពួកយើងដែលត្រូវចាត់ការពួកអ្នកទាំង3នាក់នេះហើយក៏មិនត្រូវការបងប្រុស Wu Chen ចូលមកជួយនោះដែរក៏លេចមក Wu Fei ហើយនឹងឈិនធានតែពេលនេះអ្នកទាំងពីរកំពុងតែបើកការវាប្រហារដ៏ក្តៅគគុកឈិនធានក៏បានខ្ទាតប៉ាងមកដល់កន្លែងមួយផ្សេងទៀតពេលនោះ Wu Fei ក៏បានមកឆេះចំហាយធម្មពលដ៏ធំសម្បើមរបស់គាត់ឡើងមកដែលគឺធំយោតែមែនទែនដែលវាគឺជាអំណាចធម្មពលប្រលឹងរួមបញ្ចូលគ្នាជាមួយនឹងរាងកាយវាប្រហារចុះមកដូចជាព្រះអាទិត្យធ្លាក់មកលើផែនដីអញ្ចឹងចំណែកឈិនធានគ្មានការភ័យខ្លាចអ្វីនោះទេបញ្ចេញដុំធម្មពលអំណាចអន្តរេផ្កាយបោះវាចេញដើម្បីទៅទប់រងប្រែក្លាយទៅជាធំបន្តិចប៉ុន្តែមិនអាចស្មើជាមួយនឹងអំណាចធម្មពលរបស់ Wu Fei នោះទេកុំអាលទល់មើលងាយទូចតែខ្លឹមដោយសារតែវាអាចទប់ទល់ជាមួយនឹងអំណាចដ៏ធំសម្បើមមួយនោះបានតែឯងគិតថាអំណាចធម្មពលផ្កាយរបស់ឯងដែលដូចជាអំពិលអំពែកអាចទប់ទល់ជាមួយនឹងយើងបានមែនទេឈិនធានក៏បានប្រាប់ទៅវិញខ្ញុំមិនទាន់បានប្រើប្រាស់គ្រប់គ្រាន់នៅឡើយនោះទេដោយសារតែខ្ញុំមានអំណាចធម្មពលផ្សេងទៀតចាក់បញ្ចូលទៅទប់រងដែលធ្វើឲ្យ Wu Fei លន់មាត់ថានេះគឺជាអំណាចធម្មពលនៃសេចក្តីស្លាប់តើវាអាចទៅរួចដោយរបៀបណាទៅរួចមិនទាន់ដឹងនៅឡើយនោះទេដោយសារតែពេលនេះអំណាចធម្មពលរបស់ឈិនធានកំពុងតែគ្រប់គ្រងទៅលើអំណាចធម្មពលរបស់ Wu Fei ដែលខណៈពេលនេះវាកំពុងតែខ្វាយ Wu Fei ស្រែកពុះពេញទៅដោយក្តីជឿចុកចាប់ទេខ្ញុំមិនអាចចាញ់បាននោះទេដោយសារតែខ្ញុំមានទេពកោសល្យដ៏អស្ចារ្យបំផុតនៅក្នុងអាណាចក្រគុណនេះប៉ុណ្្នឹងហើយនៅតែមិនព្រមទទួលស្គាល់ខ្លួនឯងថាអន់ទៀតរាងកាយរបស់គាត់ពេលនេះឡើងប្រែអស់រលីងទៅហើយក្រឡេកមកទីលានប្រកួតខាងក្រៅវិញម្ដងវាក៏បានមានចលនាសាយភានចំហាយធម្មពលឡើងដែលធ្វើឲ្យក្រុមពួកព្រឹទ្ធាចារ្យអាណាចក្រទាំង3ក៏បាននិយាយថាការប្រកួតវាបានបញ្ចប់លឿនជាងការរំពឹងទុករបស់ពួកយើងទៅទៀតហាក់បីដូចជាអ្នកប្រុសរបស់ខ្ញុំបានដំណើរផែនការរបស់គាត់បានដោយរលូនហើយហាយ៉ាងមិនទៅហើយតាកាចាប៊ូគូខ្ញុំគិតថាការភ្នាល់គ្នារបស់ពួកយើងបានចប់ហើយសម្រាប់អ្នកទាំងអស់គ្នាចង់ទស្សនាភាពបន្តភ្លាមមានរហូតដល់144ភាគហើយក៏នៅមានរឿងផ្សេងទៀតដូចជាអំណាចធម្មពលនៃច្រកទ្វារអាតកំបាំងអាចមានបានចេញដល់ភាគទី10និងរឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ក៏បានចេញដល់ភាគទី10ផងដែរចំណែករឿងការចាប់កំណើតឡើងវិញរបស់ម្ចាស់ដាអាដ្រេបានចប់មួយស៊ីសិនចំនួន40ភាគហើយនៅមានរឿងជាប្រភេទ 2D ចំនួន4ផ្សេងទៀតចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះហើយនៅមានរឿងផុសប្រចាំថ្ងៃនៅក្នុងកូនក្រុម VIP ដើម្បីឲ្យអ្នកទាំងអស់គ្នាទស្សនាប្រសិនបើចាប់អារម្មណ៍ចូលជាសមាជិកអាចទាក់ទងមក Telegram ផ្ទាល់របស់ admin បាន link Telegram គឺនៅក្រោម comment admin ទម្លាក់រួចរាល់ហើយចំណែកសាច់រឿងរបស់យើងក៏បានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងបាយបងប្អូនទាំងអស់គ្នា